តើអ្នកអាចឬមិនអាចពាក្យថាមិនអាចវាគ្រាន់តែជាទស្សនៈមួយរបស់បុគ្គលណាម្នាក់តែប៉ុណ្ណោះវាមិនមែនជាការពិតនោះទេព្រោះថាគ្មានអ្នកណាមានសមត្ថភាពអស្ចារ្យជាងមនុស្សនោះទេមនុស្សគឺជាសត្វលោកមួយប្រភេទដែលមានសមត្ថភាពនិងសក្តានុពលអស្ចារ្យជាងសត្វណានាទាំងអស់មនុស្សអាចធ្វើរឿងអស្ចារ្យច្រើនយ៉ាងបានប៉ុន្តែវាទាស់តែម្យ៉ាងដែលធ្វើឲ្យមនុស្សចូលចិត្តតែធ្វើរឿងតូចៗធម្មតាហើយបោះបង់ចោលរឿងអស្ចារ្យច្រើននោះគឺគំនិតល្ងឹតល្ងងភ្លឺអវិជ្ជមានដែលថាទេខ្ញុំមិនអាចធ្វើវាបានទេជារឿយៗនៅពេលមនុស្សចង់ធ្វើរឿងអស្ចារ្យណាមួយតែងតែត្រូវបានគំនិតអវិជ្ជមានចង្រៃមិនអាចផុសឡើងតាំងពីមុខភ្លាមដែលធ្វើឲ្យមហិច្ឆតាក្រាបចុះឆន្ទៈបាក់ស្បាតនិងជំនឿចាក់ភ័យខ្លាចរត់ចេញអស់ពីខ្លួនហើយក៏ជឿថាភាពជាមនុស្សមិនអាចធ្វើអ្វីធំដុំធំធេងធំខ្ពស់ធំអស្ចារ្យបាននោះទេនិទានតើអ្នករាល់គ្នាអាចឈោងចាប់ពីដានបានដែរឬទេនៅក្នុងកម្មវិធីបណ្ដុះបណ្ដាលវិធីសាស្ត្រជោគជ័យមួយគ្រូបណ្ដុះបណ្ដាលដ៏មានសក្តានុពលបានស្រែកបង្គាប់បញ្ជាទៅសិក្ខាកាមថាចូលអ្នករាល់គ្នាក្រោកឈរឡើងឈោងដៃទៅលើមួយទំហឹងនិងចំអើតជើងមួយជំហរដើម្បីចាប់ពីដានដែលនៅលើក្បាលអ្នកទាំងអស់គ្នាឲ្យបានសិក្ខាកាមបានធ្វើតាមបញ្ជារបស់លោកគ្រូបណ្ដុះបណ្ដាលប៉ុន្តែពួកគេស្រែកថ្ងរគ្រប់គ្នាថាពួកគេមិនអាចឈោងចាប់ពីដានបានទេព្រោះវាស្ថិតនៅខ្ពស់ឆ្ងាយពីដៃរបស់ពួកគេក៏បានទម្លាក់កែងជើងមកវិញប៉ុន្តែគ្រូបណ្ដុះបណ្ដាលឲ្យពួកគេចំអើតជើងឈរជុំជើងឈោងចាប់ម្ដងលើកនេះគ្រូបណ្ដុះបណ្ដាលស្រែកថាឲ្យខំប្រឹងឡើងសិក្ខាកាមទាំងអស់បានខំប្រឹងចំអើតជើងនិងឈោងដៃយ៉ាងពេញទំហឹងតែទោះជាពួកគេខំប្រឹងយ៉ាងណាក៏មិនអាចឈោងចាប់បានពួកគេបានទម្លាក់ខ្លួនចុះមកវិញហើយស្រែកតបវិញថាពីដាននោះខ្ពស់យ៉ាងនេះពួកគេមិនអាចឈានដល់ទេលោកគ្រូស្រែកសួរបញ្ជាក់ខ្លាំងៗថាតើអ្នករាល់គ្នាពិតជាមិនអាចឈោងចាប់ពីដានបានមែនទេសិក្ខាកាមស្រែកតបយ៉ាងស្រុះគ្នាថាពិតមែនហើយពួកយើងពិតជាមិនអាចឈោងចាប់ពីដានបានពិតមែនគ្រូបណ្ដុះបណ្ដាលបានស្រែកសួរបញ្ជាក់ម្ដងទៀតយ៉ាងខ្លាំងនឹងមើងមាត់ថាតើអ្នករាល់គ្នាពិតជាមិនអាចឈោងចាប់ពីដានបានពិតមែនឬសិក្ខាកាមឆ្លើយតបយ៉ាងស្រុះគ្នាទៀតថាពិតមែនហើយពួកយើងពិតជាមិនអាចឈោងចាប់ពីដានបានមែនគ្រូបណ្ដុះបណ្ដាលក៏បានស្រែកពន្យល់យ៉ាងមើងមាត់ថាបើយើងរកគ្នាពិតជាមិនអាចឈោងចាប់ពីដានបានមែននោះតើអ្នកណាជាអ្នកឡើងយកពីដានទៅវាយភ្ជាប់នៅលើហ្នឹងអ្នកវាយភ្ជាប់ពីដាននោះគឺជាមនុស្សគេអាចឡាយទៅដាក់ពីដាននោះបានដូច្នេះយើងទាំងអស់គ្នាក៏អាចមានវិធីឈោងចាប់វាដែរអ្វីដែលអ្នករកគ្នាត្រូវផ្លាស់ប្ដូរគឺត្រូវផ្លាស់ប្ដូរគំនិតដែលថាមិនអាចឲ្យទៅជាអាចគ្មានអ្វីដែលអ្នកមិនអាចធ្វើបាននោះទេគំនិតគឺជាស្ពានដែលអាចនាំអ្នកទៅកាន់គោលដៅគំនិតពិចារណា1ជាទូទៅនិងជារឿយៗមនុស្សតែងតែគិតថាពួកគេមិនអាចធ្វើអ្វីមួយដែលមានលក្ខណៈធំខ្ពស់អស្ចារ្យជាងខ្លួនបានទេខណៈដែលពួកគេមិនទាន់គិតអំពីវិធីធ្វើវាផងគំនិតអវិជ្ជមានដែលថាមិនអាចនេះគឺប្រៀបដូចជាពីដានដែលធ្លាក់មកទ្រព្យសង្កត់ពីលើត្បាល់មនុស្សមិនឲ្យលទ្ធភាពនិងសក្តានុពលរបស់ពួកគេដុះលូតលាស់ឡើងខ្ពស់បានមនុស្សមានសមត្ថភាពដ៏អស្ចារ្យគ្មានដែនកំណត់មានលទ្ធភាពអាចធ្វើរឿងអស្ចារ្យស្របច្បាប់ធម្មជាតិតែផ្ទុយទៅវិញពួកគេប្រើជីវិតរស់នៅយ៉ាងទាបក្រោមលទ្ធភាពដ៏ខ្ពស់និងធ្វើតែរឿងធម្មតាខណៈដែលពួកគេមានសមត្ថភាពអស្ចារ្យដែលទុកឲ្យសក្តានុពលទាំងនោះដុះស្លែកាន់ស្ទីមឬស្លាប់សាបសូន្យទៅវិញជាមួយនឹងភ័ក្រ1ពេលដែលចាប់ផ្ដើមធ្វើអ្វីមួយមនុស្សភាគច្រើនតែងតែទាញយកគំនិតអវិជ្ជមានមកពាំងពីមុខភ្លាមដែលធ្វើឲ្យពួកគេមានភាពភ័យខ្លាចហើយជឿថាមិនអាចឈ្នះឬមិនអាចទៅរួចមិនអាចមិនកើតមិនបានមិនគួរលក្ខនឹងលាក់នៅក្នុងโลกនេះនិងនៅក្នុងជីវិតមនុស្សគ្មានអ្វីដែលមនុស្សធ្វើមិនបាននោះទេឲ្យតែរឿងដែលមនុស្សចង់ធ្វើស្របនឹងច្បាប់ធម្មជាតិអ្វីដែលដទៃអាចធ្វើបានយើងក៏អាចធ្វើបានដូចគេដែរឲ្យតែយើងចង់ធ្វើពិតប្រាកដមានវិធីជាច្រើនដែលយើងអាចគិតឃើញឲ្យតែយើងបើកគំនិតវិជ្ជមានជាមុនសិនអ្វីដែលយើងអាចគិតឃើញគឺសុទ្ធសឹងតែជាអ្វីដែលយើងអាចធ្វើបានសំខាន់ឲ្យតែយើងបោះជំនឿនៅខាងមុខ1ដោយដែលបានពោលខាងលើឲ្យថាអ្វីដែលដទៃអាចធ្វើបានយើងក៏អាចធ្វើបានដូចគេលើសពីនេះទៅទៀតក្នុងចំបន្ថែមថាអ្វីដែលដទៃធ្វើមិនបានយើងអាចធ្វើបានព្រោះថាមនុស្សមានសមត្ថភាពនិងសក្តានុពលអស្ចារ្យផ្សេងគ្នាបុគ្គលណាបានខិតខំប្រឹងប្រែងកម្រិតណាភាពអស្ចារ្យក៏កើតឡើងកម្រិតនោះ
បុគ្គលណាបានខិតខំប្រឹងប្រែងធ្វើការងារលើវិស័យអ្វីភាពអស្ចារ្យនៃវិស័យនោះក៏នឹងកើតឡើងដែរជាផុសតាំងស្រាប់គឺយើងតែងតែឃើញបុគ្គលអស្ចារ្យជាច្រើនបានផូតឡើងនៅលើផែនដីនេះម្ដងម្នាក់បន្ទាប់លើវិស័យផ្សេងៗ 4. យើងគួរតែផ្លាស់ប្ដូរការគិតថាខ្លួនអាចធ្វើរឿងបានតូចៗទៅជាគិតថាខ្លួនពិតជាអាចធ្វើរឿងអស្ចារ្យបានគ្រប់រឿងអស្ចារ្យគ្រប់ស្នាដៃអស្ចារ្យនិងគ្រប់មនុស្សអស្ចារ្យដែលបានកើតនៅលោកយើងគឺសុទ្ធសឹងតែវិវត្តមកពីមនុស្សធម្មតាគ្រាន់តែពួកគេចាប់ផ្ដើមបង្កើតគំនិតដ៏អស្ចារ្យមួយគឺពួកគេគិតថាត្រូវធ្វើជាមនុស្សអស្ចារ្យនៅលើវិស័យអ្វីមួយហើយខំប្រឹងអភិវឌ្ឍសមត្ថភាពជាបន្តបន្ទាប់តាមលំដាប់លំដោយឲ្យបានជាប់លាក់គ្មានកាកអាខានគ្មានជប់ឈរទើបនាំឲ្យពួកគេក្លាយទៅជាមនុស្សឆ្នាមអស្ចារ្យគ្មានអ្វីដែលមនុស្សធ្វើមិនបានទេឲ្យតែមនុស្សជឿជាក់លើសក្តានុពលខ្លួនហើយទាញយកសក្តានុពលដ៏ធំធេងនោះមកប្រើប្រាស់ដរាបណាអ្នកជឿជាក់ថាអ្នកពិតជាអាចធ្វើបាននោះវិធីមធ្យោបាយនិងផ្លូវនៅតែមានសម្រាប់អ្នក 1. នៅពេលដែលអ្នកគិតពីជោគជ័យអ្នកនឹងប្រើខួរក្បាលរបស់អ្នកគិតរកវិធីដើម្បីឲ្យបានជោគជ័យអ្នកខ្ជិលធ្វើការងាររបស់អ្នកបានប្រសើរជាងការដែលអ្នកគិតទៅទៀតអ្នកដែលមានភាពជោគជ័យក៏ជាមនុស្សធម្មតាដែរជោគជ័យមិនទាមទារឲ្យមានបញ្ញាដ៏កំពូលក៏មិនត្រូវការខិតខំប្រឹងប្រែងប្រើកម្លាំងកាយទាំងស្រុងនោះដែរអ្នកដែលគ្មានកាយសម្បត្តិគ្រប់គ្រាន់ក៏អាចទទួលបានជោគជ័យដែរមនុស្សពិការក៏អាចទទួលបានជោគជ័យដែរអ្វីដែលសំខាន់នោះគឺភាពជោគជ័យគឺជាលទ្ធផលពីការប្រើគំនិតវិជ្ជមាន 1. ជោគជ័យមិនអាស្រ័យទៅលើសម្ផស្សរូបរាងឋាននិងបុណ្យស័ក្តិពួយពងវងត្រកូលអីទេគឺអាស្រ័យទៅលើភាពអស្ចារ្យនៃខួរក្បាលរបស់អ្នកការពិតជាធនធានដ៏សំខាន់បំផុតរបស់មនុស្សនិងគុណភាពអនាគតរបស់យើងក៏អាស្រ័យទៅលើគំនិតរបស់យើងទាំងស្រុងដែរនៅពេលដែលអ្នកគិតពីជោគជ័យអ្នកនឹងប្រើខួរក្បាលរបស់អ្នកគិតរកវិធីដើម្បីឲ្យបានជោគជ័យអ្នកអាចធ្វើការងាររបស់អ្នកបានប្រសើរជាងការដែលអ្នកគិតទៅទៀត 1. គ្មានអ្វីដែលមិនអាចទៅរួចនោះទេគ្មានអ្វីដែលអ្នកមិនអាចធ្វើបាននោះទេលុះត្រាតែអ្នកគិតថាមិនអាចអ្វីដែលអ្នកគិតថាអាចវាប្រកាសជាអាចអ្វីដែលអ្នកគិតថាមិនអាចវាប្រកាសជាមិនអាចចូលផ្លាស់ប្ដូរពីមិនអាចទៅអាចប្រសិនបើអ្នកចង់ជោគជ័យក្នុងជីវិតបើអ្នកគិតថាអាចអ្នកនឹងអាចដោយដែលអ្នកគិតបើអ្នកគិតថាមិនអាចអ្នកនឹងមិនអាចដោយដែលអ្នកគិត